អ្វីដែលមិនអាចទៅរួចនោះគឺវាអញ្ចឹងឧទាហរណ៍ថាបងចង់និយាយតម្រងនឹងដែរអ៊ីពៀនចុចអ៊ីពៀននឹងដែរប៉ុន្តែបងទៅលើកជាឧទាហរណ៍មកថាខ្ញុំជិះម៉ូតូបណ្ដើរជិះយន្តហោះបណ្ដើរឧទាហរណ៍របៀបអញ្ចឹងសួរថាអាចទៅរួចអត់ទៅអត់រួចទេទិដ្ឋភាពហ្នឹងគឺมันអាចទៅរួចទេទោះបីជាថាយើងប្រើតម្រងហ្នឹងកិរិយាសព្ទដូចគ្នាក៏ពិតមែនប៉ុន្តែសួរថាទិដ្ឋភាពហ្នឹងអាចទៅរួចអត់វាមិនអាចទៅរួចទេនរណាជិះម៉ូតូបណ្ដើរជិះយន្តហោះបណ្ដើរកើតនោះគឺវាមិនអាចទេអញ្ចឹងការប្រើប្រាស់តម្រងវេយ្យាករណ៍មួយហ្នឹងទី1គឺយើងត្រូវគិតឲ្យវាត្រូវតាមតម្រងរបស់វាសិនបាទទី1ទី2យើងត្រូវគិតតទៅនឹងស្ថានភាពហ្នឹងថាតើវាពិតជាអាចកើតឡើងបានមែនអត់អញ្ចឹងបាទអាហ្នឹងក៏យើងត្រូវគិតដែរដូចខ្ញុំលើកឧទាហរណ៍មកអញ្ចឹងមែនចុះបើសួរបើយើងនិយាយថាត្រូវវេយ្យាករណ៍អត់ត្រូវតាមើលវ៉អ៊ីពៀនបាទអីគេជិះម៉ូតូបណ្ដាហើយជិះយន្តហោះបណ្ដាត្រូវតាវេយ្យាករណ៍ហ្នឹងមិនខុសអីប៉ុន្តែខុសទៅនឹងស្ថានភាពរបស់វាមិនអាចកើតឡើងកើតទេស្ថានភាពអញ្ចឹងណាអញ្ចឹងយើងមិនអាចប្រើបែបហ្នឹងទេបាទតោះឥឡូវខ្ញុំចូលដល់ខ្ញុំសូមអានជូនមកបងម្ដងទៀតបាទវ៉一边刷牙一边听歌ខ្ញុំដុសធ្មេញបណ្ដើរស្ដាប់ចម្រៀងបណ្ដើរអញ្ចឹងពាក់ព័ន្ធទៅនឹងថ្ងៃមុនបងណាខ្លះចាំតាក់ទងទៅនឹងនេះហ៎បងអញ្ចឹងអ៊ីពេលដែលពាក្យវានៅខាងក្រោយសលេងទី1ទី2ឬក៏ទី3អ៊ីនឹងយើងត្រូវអានទៅជាសំឡេងទី4យើងអានថាម៉េចអ៊ីបាទសំឡេងទី1អ៊ីសំឡេងទី2អ៊ីសំឡេងទី3អ៊ីសំឡេងទី4អ៊ីអញ្ចឹងយើងអានថាអ៊ី边刷牙一边听歌បាទខ្ញុំដុសធ្មេញបណ្ដើរស្ដាប់ចម្រៀងបណ្ដើរ